សួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបអ្នកគ្រូសាជាថ្មីថ្ងៃនេះអ្នកគ្រូបានលើកយកពីចំនួនទស្សភាគចាអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងរួចមកហើយចំនួនទស្សភាគគឺជាចំនួនដែលមានចុចចាអញ្ចឹងថ្ងៃនេះអ្នកគ្រូបានលើកយកពីលំហាត់តកតងទៅនឹងចំនួនទស្សភាគចាយើងសរសេរចំនួនទស្សភាគខួបទៅជាប្រភេទលំហាត់ក 0.32 ខួបអញ្ចឹងមានន័យថា 0.32 ចាអូខេអញ្ចឹងកាលណាយើងធ្វើលំហាត់ខួបបែបនេះយើងធ្វើការតាំងអូខេយើងតាំង n មកតាំង n ស្មើនឹង 0.32 ខួបយើងសរសេរមក 0.32 ចាទៅរហូតអូខេអញ្ចឹងកាលណាក្រោយក្បៀស2ខ្ទង់បែបនេះគឺស្មើទៅនឹង 100n អូខេ 100n ចាអញ្ចឹងយើងគុណនឹង 100យើងរំកិលក្បៀសទៅ2ខ្ទង់មកយើងបាន 32.32 ចា32 អូខេតោះឥឡូវយើងបាន 100n ស្មើ32 ចាយើងយកមកដកជាមួយនឹង n ស្មើ 0.32 ចាហ៎យើងសរសេរមកអញ្ចឹង 100n ដក n យើងសល់ 99n ស្មើចាអញ្ចឹងកន្លែងខួបនេះយើងដកវាអស់ហើយស៊ីសងគ្នាអស់ហើយអញ្ចឹង32ដក0នៅសល់32ចាអញ្ចឹងយើងទាញរក n មកនាំឲ្យ n ស្មើចាកន្លែងនេះវិធីគុណយើងបោះទៅអង្គមួយទៀតទៅជាចែកអញ្ចឹង n ស្មើនឹង32លើ99ចានេះជាចម្លើយឥឡូវយើងចូលមកលំហាត់ខយើងខុសប្លែកគ្នាបន្តិចដោយសារតែយើងមានដកអញ្ចឹងដក 3.12 ខួបចាអញ្ចឹងយើងអាចសរសេរបានថាដក 3.12 ចា12.3 មកមានន័យថានៅ12ថែមទៀតអូខេយើងតាំងមកចាតាំង n ស្មើចាដក 3. យើងបាច់ដាក់ខួបទៀតទេយើងដាក់ 12 យកមកមកអូខេអញ្ចឹងកាលណាក្រោយក្បៀស2ខ្ទង់ 100n ចា 100n ស្មើអញ្ចឹងមានន័យថាយើងគុណនឹង 100កាលណាគុណនឹង 100យើងរំកិលក្បៀស2ខ្ទង់មកអញ្ចឹងយើងបានដក 312.12 ចាអញ្ចឹងយើងបាន 100n ស្មើដក 312.12 ចាអញ្ចឹងយើងយកមកដកមក n ស្មើចាដក 3.12 ចាអូខេអញ្ចឹងយើងយកមកដកមកអញ្ចឹងយើងយក 100n ដក n មកនៅសល់ 99n ស្មើអានេះសញ្ញាដកយើងទុកនៅតែមក 312 ចាអញ្ចឹងខួបនេះវាស៊ីសងគ្នាអស់ហើយអញ្ចឹងកន្លែងនេះកូនមើលដកប៉ះដកយើងទៅជាបូកចាអញ្ចឹងបូក3មក 99n ស្មើអូខេកាលណាសញ្ញាផ្ទុយគ្នាបែបនេះយើងធ្វើប្រមាណវិធីដកយកលេខធំដកលេខតូចអញ្ចឹងយើងឃើញដកចា309ចាអញ្ចឹងសញ្ញាយើងយកតាមលេខធំយើងដាក់សញ្ញាដកតោះយើងទាញរក n មកនាំឲ្យ n ស្មើដក 309 ចែកនឹង99ចានេះជាចម្លើយអូខេអញ្ចឹងការដោះស្រាយលំហាត់អ្នកគ្រូឈានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ